សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះដែរមានបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែដូចជាលើកមុនអញ្ចឹងសម្រាប់គ្នាយើងណាដែលមិនទាន់បានចុច Subscribe នៅលើ Channel របស់មាននោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានក៏បាន upload ឥឡូវយើងក៏មកចាំពេលវេលាយូរយើងតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅការបង្ហាញនៅថ្ងៃបន្ទាប់សារព័ត៌មានក៏បានចុះផ្សាយថានៅថ្ងៃនេះគឺមានព្យុះទីហ្វុងមួយនៅតំបន់កាន់តូអញ្ចឹងហើយសូមឲ្យប្រជាជនដែលរស់នៅតំបន់មួយនោះគឺមានការប្រុងប្រយ័ត្នចំពោះអសសាបន្ទាប់ពីលើបនឹងភ្លាមចិត្តរបស់នាងដូចជាមិនចង់ទៅធ្វើការនោះឡើយតែស្រាប់តែនឹកឃើញថាក្នុងនាមនាងគឺជាអ្នកណែនាំទៅកាន់យូនោះដូច្នោះហើយនាងមិនអាចសម្រាកបានឡើយដល់ពេលទៅនាងក៏បានស្រោតញ៉ាំអាហារពេលព្រឹករបស់នាងនិងបញ្ញាប់រៀបចំខ្លួនដើម្បីទៅធ្វើការតែម្ដងអំឡុងពេលហ្នឹងអសសាបានចាប់អារម្មណ៍នោះឡើយដោយសារតែនាងនៅពេលនេះក៏បានភ្លេចឆាតរបស់នាងបាត់ហើយហ្នឹងបន្តមកទៀតនៅពេលដែលអសសាក៏បានមកដល់ក្រុមហ៊ុនស្រាប់តែភ្ញាក់ផ្អើលពីព្រោះថាអត់មានវត្តមានសូម្បីតែម្នាក់កាលណាពេលហ្នឹងដែរក៏ស្រាប់តែយូក៏បានបង្ហាញខ្លួននៅពីក្រោយខ្នងរបស់សេនប៉ៃធ្វើឲ្យនាងពិតជាភ្ញាក់ផ្អើលមែនទែនដែលហេតុនេះហើយអសសាក៏បានដឹងថានៅថ្ងៃនេះប្រហែលជាធ្វើការតែ2នាក់តែប៉ុណ្ណោះដូច្នោះអសសាក៏បានប្រាប់ទៅកាន់យូថាពួកគេគួរតែបញ្ចប់ការងារឲ្យបានលឿនទៅអញ្ចឹងងរីមកទៀតកាលណាពេលដែលពួកគេទាំងពីរនាក់កំពុងតែសរសេរឯកសារទាក់ទងអំពីរបាយការណ៍អីហ្នឹងចិត្តរបស់នាងគឺចាប់ផ្ដើមអត់សូវស្ងប់ប្រហែលទេហើយក៏មិនបានផ្ដោតការងារដែររីអាយុនៅវិញក៏បានកលែងមើលទៅកាន់សេនប៉ៃទាំងសប្បាយចិត្តពីព្រោះថាកែវដែលគាត់បានទិញឲ្យទៅកាន់អសសាហ្នឹងអសសាគឺតែងតែប្រើជាប់រហូតតែម្ដងមួយសន្ទុះក្រោយមកយូក៏បានសង្កេតឃើញថានៅពេលនេះមេឃចាប់ផ្ដើមភ្លៀងហើយអ្វីដែលជាបញ្ហាសម្រាប់ពួកគេហ្នឹងគឺថាឥឡូវនេះពួកគេគឺត្រូវតែធ្វើដំណើរដើម្បីទៅជួបជាមួយនឹងអតិថិជនរបស់ពួកគេអំឡុងពេលហ្នឹងក៏ស្រាប់តែយូក៏បានឃើញស្បែកជើងរបស់អសសាមើលទៅគួរឲ្យស្រឡាញ់ពេកនោះក៏បានធ្វើការកោតសរសើរថាស្បែកជើងរបស់សេនប៉ៃដែលកំពុងតែពាក់មើលទៅពិតជាគួរឲ្យស្រឡាញ់មែនទែនតាមពិតទៅចង់សរសើរទៅកាន់ម្ចាស់សោះហ្នឹងរីឯអសសាក៏រៀងអៀនបន្តិចផងដែរបន្ទាប់ពីឃើញសិស្សប្អូនកំពុងតែសរសើរមកកាន់នាងបាមហ្នឹងបន្តមកទៀតនៅទាំងពីរក៏បានរៀបចំខ្លួនដើម្បីទៅជួបជាមួយនឹងអតិថិជនតែអសសាក៏បានដឹងខ្លួនភ្លាមតែម្ដងថានាងក៏បានភ្លេចយកឆាតរបស់នាងមកហើយនឹងមានបំណងថាចង់ទៅទិញឆាតប៉ុន្តែយូក៏បានហាមឃាត់និងប្រកួតឆាតរបស់គាត់ឲ្យទៅកាន់អសសាដោយអះអាងថាឆាតរបស់គាត់គឺមានពីរអញ្ចឹងហើយគាត់តែប្រើម្នាក់មួយសិនទៅនៅពេលដែលឃើញបែបហ្នឹងអសសាពិតជាភ្ញាក់ផ្អើលមែនតើមិននឹកស្មានថាយូបែរជាមានការប្រុងប្រយ័ត្នខ្ពស់បែបហ្នឹងនោះទេទោះជាយ៉ាងណាក៏ដោយអំឡុងពេលដែលពួកគេកំពុងតែធ្វើដំណើរហ្នឹងគឺពិតជាមានឧបសគ្គច្រើនមែនទែនទាក់ទងអំពីខ្យល់បក់ឬក៏ភ្លៀងអីចឹងទៅសម្រាប់អសសាដូចជាមិនសូវពិបាកណាស់ណានោះទេដោយសារតែឆាតរបស់នាងធំរីអាយុនៅវិញឡើងដល់កហើយដោយសារតែឆាតរបស់គាត់គឺតូចខ្លាំងពេកអញ្ចឹងទៅគឺចង់ប៉ាងទាំងមនុស្សទៀតនៅពេលដែលឃើញបែបហ្នឹងអសសាក៏បានចូលទៅជួយទៅកាន់យូនិងប្រាប់ទៅកាន់យូថាលោកគួរតែប្រើឆាតមួយនេះវិញទៅប៉ុន្តែយើងប្រកាសជាដឹងហើយក្នុងនាមយើងជាបរិសុទ្ធគឺមិនឲ្យទៅកាន់មនុស្សស្រីពិបាកនោះឡើយអសសានៅពេលដែលឃើញយូកំពុងតែជំនះបែបហ្នឹងនាងពិតជាព្រួយបារម្ភទៅកាន់យូមែនទែនអំពីសុខភាពរបស់គាត់ដូច្នោះហើយនាងក៏បានប្រាប់ទៅកាន់យូថាពួកគេគួរតែប្រើឆាតមួយនេះរួមគ្នាហ្មងទៅបន្ទាប់ពីលើបណ្ដឹងយូក៏បានយកដៃប៉ះទៅកាន់ឆាតបន្តឲ្យពួកគេទាំងពីរនាក់ក៏បានប៉ះដៃគ្នាដូច្នោះហើយធ្វើឲ្យអសសានៅពេលនោះដូចជាមានអារម្មណ៍អត់សូវស្រួលនៅឡើយអញ្ចឹងបានថាចិត្តរបស់នាងកំពុងតែអៀនអញ្ចឹងណាមិនត្រឹមតែប៉ុណ្ណោះទេអំឡុងពេលដែលយូក៏កំពុងតែកាន់ឆាតដើម្បីធ្វើដំណើរបន្តទៅមុខហ្នឹងអសសាក៏ស្រាប់តែលួចសម្លឹងមើលមុខរបស់យូតែម្ដងដែលមើលទៅសិនប៉ៃនៅពេលនេះដូចជាធ្លាក់អំឡុងស្នេហ៍ទៅកាន់យូឯងមើលទៅក្រោយមកទៀតមិនយូរប្រហែលពួកគេទាំងពីរនាក់ក៏បានមកជួបជាមួយនឹងអតិថិជនហើយពួកគេក៏បានបើកការប្រជុំផងដែរហើយការប្រជុំអីហ្នឹងគឺអត់មានអីច្រើននោះទេគ្រាន់តែការនិយាយទាក់ទងអំពី project ថ្មីដែលពួកគេគឺត្រូវតែបង្កើតឡើងនៅក្នុងហាងកាហ្វេអញ្ចឹងណាកាលណាពេលដែលយូកំពុងតែជជែកគ្នាជាមួយនឹងអតិថិជនហ្នឹងក៏ស្រាប់តែអសសានៅពេលហ្នឹងគឺមិនបានស្ដាប់ឯណាអាឡ័យតែគិតនៅក្នុងចិត្តថានាងពិតជាព្រួយបារម្ភទៅកាន់យូមែនតើដែលនាងគឺចង់ឲ្យយូគឺបានឆាប់ត្រឡប់ទៅផ្ទះអញ្ចឹងណាពីព្រោះអំបញ្ញមិញនេះយូគឺពិតជាត្រូវតែភ្លៀងច្រើនមែនតើក្រោយមកទៀតនៅពេលដែលអ្នកណាពីក៏បានមកដល់ក្រុមហ៊ុនហើយនោះក៏ស្រាប់តែអសសាក៏បានយកកសែងរបស់នាងក្នុងការជូតសក់ឲ្យទៅកាន់យូដែលមើលទៅប្រៀបដូចជាប្រពន្ធកំពុងតែមើលថែប្តីអញ្ចឹងរួចមកទៀតអ្នកណាពីក៏បានមកដល់បន្ទប់កន្លែងការងារដើម្បីសរសេរឯកសារយូក៏បានសុំអសសាដើម្បីទៅចងកាហ្វេចំនួន2កែវហើយគណៈពេលហ្នឹងស្រាប់តែអសសាក៏បានក្លិកឃើញអារបស់យូកំពុងតែដាក់ហាលនៅលើកៅអីនៅពេលហ្នឹងមិនដឹងអសសាគឺបានគិតអីនោះទេបើជាម្ចាស់គេមិននៅចាប់ផ្ដើមទៅប៉ះអាគេអីស្របពេលដែលយូគឺទៅតែមកពីកន្លែងឆុងកាហ្វេហើយនៅពេលដែលមកដល់គឺស្រាប់តែភ្ញាក់ផ្អើលហើយក៏ស្រាប់តែឃើញអសសាកំពុងតែពាក់អាវរបស់គាត់ជាពិសេសហ្នឹងគឺធ្វើលក្ខណៈបែបខ្ជុកខ្ជូតទៀតប៉ុន្តែនៅពេលដែលដឹងខ្លួនគឺវាហូរពេលទៅហើយដោយសារតែម្ចាស់គេកំពុងតែនៅពីក្រៅខ្នងដល់ពេលទៅធ្វើនេះពិតជាអៀនមែនតើក្រោយមកទៀតអំឡុងពេលដែលពួកគេកំពុងតែសម្រាប់ញ៉ាំអីហ្នឹងពួកគេក៏បានសន្ទនាគ្នាផងដែរទាក់ទងអំពីការងារដែលពួកគេហ្នឹងបានធ្វើប្រចាំថ្ងៃនិយាយជាមួយគ្នាបន្តមកប្រហែលផងហ្នឹងក៏ស្រាប់តែមានភ្នែកបន្ទោបណ្ដោយអសសាក៏ចាប់បានមានអារម្មណ៍ថាភ័យខ្លាចហើយក៏បានទៅរកកន្លែងមានសុវត្ថិភាពដើម្បីអង្គុយនឹងឯងនៅពេលហ្នឹងហើយក៏ជាពេលវេលាដែលយូក៏បានដឹងថាតាមពិតទៅសេនប៉ៃនាងកំពុងតែភ័យខ្លាចជាមួយនឹងភ្នែកបន្ទោនិយាយចឹងមានគ្នាយ៉ាងណាដែលខ្លាចភ្នែកបន្ទោនៅពេលមានភ្លៀងធ្លាក់អីហ្នឹងគឺដូចអសសាអត់បើតាមមើលទៅជាក់ស្ដែងមនុស្សប្រុសដូចជាមិនសូវមាននោះទេក៏ប៉ុន្តែបើមនុស្សស្រីវិញគឺស្ទើរតែ90%ទៅហើយចំពោះយូបន្ទាប់ពីឃើញអសសាកំពុងតែមានភាពភ័យខ្លាចបែបហ្នឹងក៏បានបង្កើតក្នុងការនិយាយទាក់ទងអំពីកំ pl ែងផងដែរនឹងធ្វើឲ្យអសសានៅពេលនោះគឺជាផ្ដាំសោចហើយក៏លែងមានភាពភ័យខ្លាចទៀតដែរនៅរៀងយូរបន្តិចមេឃនឹងគឺកាន់តែភ្លៀងទៅហើយខ្យល់ក៏កាន់តែកត្រាក់ទៀតដល់ពេលចទៅអសសាក៏បានដេញយូឲ្យគាត់គឺត្រឡប់ទៅផ្ទះប៉ុន្តែយូក៏បានអះអាងផងដែរថាគាត់មិនទាន់បានបញ្ចប់ការងារនោះទេអញ្ចឹងហើយឲ្យគាត់ទៅដោយរបៀបណាដ
ដោយសារតែបែបហ្នឹងហើយអសសាក៏បានប្រាប់ទៅកាន់យូថានៅពេលនេះគួរតែយកឯកសាររបស់នាងឲ្យទៅកាន់ផ្នែកលោកហ្មងទៅហើយត្រឡប់ទៅផ្ទះណាចំពោះនាងនេះវិញគឺមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននោះទេដោយសារតែនាងគឺជាប់ប្រជុំតាមអនឡាញបន្តមកទៀតនៅពេលដែលយូក៏បានយកឯកសារឲ្យទៅកាន់ផ្នែកលោកហ្នឹងគឺពិតជាចៃដន្យមែនទែនដោយសារតែយូគាត់ក៏បានជួបប្រទះជាមួយនឹងសែនប៉ៃរបស់គាត់ដោយសែនប៉ៃម្នាក់ហ្នឹងក៏មានឈ្មោះថាស៊ូកាហារ៉ាក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីដឹងថាយូគឺបានធ្វើការនៅទីនេះដូច្នោះហើយគាត់ក៏បានសុំពឹងយូឲ្យជួយបំពេញការងាររបស់គាត់បន្តិចទាក់ទងអំពីឯកសារផ្នែកលោកមួយចំនួនដែលគាត់គឺមិនទាន់បញ្ចប់ហើយយូគាត់ក៏បានយកឆ្លើយជាមួយនឹងសែនប៉ៃរបស់គាត់ទៅដូច្នោះហើយនៅពេលដែលអសសាក៏បានត្រឡប់មកវិញគឺស្រាប់តែភ្ញាក់ផ្អើលបន្ទាប់ពីឃើញយូគឺមិនទាន់ត្រឡប់ទៅផ្ទះទៀតនឹងស្ដីឲ្យទៅកាន់យូថាបន្តិចទៀតនេះស្ថានីយ៍រថភ្លើងប្រកាសជាបិទហើយហេតុអីបានជាមិនទាន់ទៅអញ្ចឹងយូក៏បានប្រាប់ថានៅពេលនេះគាត់កំពុងតែចូលរវល់ទាក់ទងអំពីឯកសារផ្នែកលោករបស់សែនប៉ៃរបស់គាត់ហើយគាត់ក៏បានប្រាប់ពីមូលហេតុដែលគាត់ក៏បានជួយទៅកាន់សែនប៉ៃរបស់គាត់ផងដែរដោយសារតែសែនប៉ៃស៊ូកាហារ៉ាគឺជាអ្នកណែនាំអំពីការងារមួយនេះនៅក្រុមហ៊ុនមួយនេះឲ្យគាត់បានធ្វើទោះបីជាអញ្ចឹងក៏ដោយធ្វើឲ្យអសសាគឺកាន់តែក្តៅក្រហាយទៅកាន់ស៊ូកាហារ៉ានឹងមែនទែនដូច្នោះហើយអសសាក៏មិនចាំយូរដែរក៏បានធ្វើដំណើរឡើងលឿនដើម្បីទៅជួបជាមួយនឹងស៊ូកាហារ៉ាគ្រាន់តែជួបជាមួយនឹងស៊ូកាហារ៉ាភ្លាមនាងក៏ចាប់ផ្ដើមស្ដីឲ្យទៅកាន់ស៊ូកាហារ៉ាភ្លាមដែលធ្វើបាបទៅកាន់យូក្នុងនាមលោកគឺជាសែនប៉ៃរបស់គេហេតុអីបានជាធ្វើបាបទៅកាន់សិស្សប្អូនបែបហ្នឹងនៅពេលហ្នឹងអសសាគឺពិតជាចិត្តឆៅមែនទែនគឺមិនបានຕົកមកឲ្យទៅកាន់ស៊ូកាហារ៉ានៅឡើយចំពោះស៊ូកាហារ៉ាក៏បានតបតជាមួយនឹងអសសានៅឡើយដោយសារតែគាត់ក៏បានដឹងថាខ្លួនគាត់គឺជាអ្នកខុសបន្តមកទៀតក៏ដល់ពេលវេលាដែលអ្នកពីរក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះវិញហើយដោយលើកនេះអសសាក៏មានឆាតរបស់នាងផងដែរដែលទៅទិញថ្មីក៏ប៉ុន្តែមិនតបប្រហែលផងគឺចាប់ផ្ដើមខូចបាត់ហើយហ្នឹងនៅទីបំផុតអសសាក៏បានប្រើឆាតរបស់យូដដែលតែម្ដងហើយចាយហ្នឹងគឺពិតជាខូចមែនតើអ្នកគ្នានៅតែបន្តសម្លឹងមើលទៅកាន់កូនប្រុសរបស់គេអញ្ចឹងណាមានអីក៏ស្រាប់តែខ្យល់ក៏កាន់តែបក់កាន់តែខ្លាំងទៅហើយដែលតម្រូវឲ្យអសសាគឺចាប់ផ្ដើមនៅក្បែរជាមួយនឹងយូឲ្យជាប់តែម្ដងអញ្ចឹងមិនថាប៉ះគ្នានៅក្នុងចិត្តរបស់អសសាពិតជាសប្បាយចិត្តមែនតើបន្ទាប់ពីប៉ះជាមួយនឹងកូនកំឡោះគេបែបហ្នឹងនៅទីបំផុតយូក៏បានគិតថាពួកគេទាំងពីរនេះកំពុងតែជារថភ្លើងដើម្បីត្រឡប់ទៅផ្ទះវិញហើយអសសាក៏បានធ្វើការអរគុណទៅកាន់យូគ្រប់យ៉ាងដោយសារតែនៅថ្ងៃនេះនាងពិតជាវេទនាជាងយូខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយបរិយាកាសដែលនៅជាមួយគ្នាបន្តប្រហែលផងក៏ស្រាប់តែរថភ្លើងត្រូវបានចុះពីព្រោះថាអសសាគឺត្រូវតែចុះដោយសារតែផ្ទះរបស់នាងគឺនៅជិតជាងយូហើយយូនឹងគឺនៅផ្ទះឆ្ងាយជាងនាងទៀតដូច្នោះហើយយូក៏បានប្រកោឆាតរបស់គាត់ឲ្យទៅកាន់អសសាដើម្បីនាងប្រើប្រាស់ហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមបែកផ្លូវគ្នានៅពេលនេះតែម្ដងបន្តមកទៀតនៅពេលដែលនាងក៏បានត្រឡប់មកដល់ផ្ទះហ្នឹងអសសាក៏បានយកឆាតរបស់យូដើម្បីដាក់មកចិត្តជាមួយនឹងឆាតរបស់នាងផងដែរដែលបានផ្លេចការពីថ្ងៃមិញហ្នឹងឯងនឹងគិតពិចារណាពីអារម្មណ៍របស់ខ្លួនឯងទៅចំពោះយូអូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី5ក៏កាត់ចប់មើលត្រង់ហ្នឹងឯងហើយសម្រាប់ភាគមួយនេះគឺរៀងខ្លីបន្តិចហើយពីព្រោះថាវាមិនសូវមានខ្លឹមសារហើយបើសិនជាអេមីនគឺនិយាយតាមតួអង្គទាំងអស់ក្នុងការនិយាយគឺដឹងតែវល់តែម្ដងនឹងហើយអាការនិយាយរបស់អេមីនមានតែប៉ុណ្្នឹងទេសម្រាប់គ្នាយើងណាដែលមានបំណងថាចង់ support កាហ្វេមកកាណាមានអីនោះអេមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តបន្តអេមីនដើម្បីធ្វើវីដេអូបន្តទៅមុខទៀតជាចុងក្រោយអេមីនមិនតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាតជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីនមិនតែប៉ុណ្្នឹងទេបាយបាយជួបគ្នាភាគបន្តបាយបាយ